ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមកម្ចាស់ត្រង់ស្ដេចបាក់សីដីវិសាលហើយនេះបងរៀបចំចេញទៅក្រៅប៉ុន្តែចង់ធ្វើវីដេអូមួយដាក់ចូលទៅក្នុង YouTube ព្រោះអត់បានផុស2ថ្ងៃហើយចង់បញ្ជាក់បងប្អូនថាស្អែកនេះខ្ញុំនឹងធ្វើការចាក់រង្វាន់ជូនបងប្អូនយើងហើយចាប់ថ្ងៃនេះក៏បានដែរថ្ងៃនេះក៏បានស្អែកក៏បានតាមចិត្តបងប្អូនទេណាខ្ញុំតនេខ្ញុំរួចដៃវិញហើយព្រោះដោយសារបានហ្នឹងណាបងប្អូនថ្លៃក៏ឆ្លងទៅលេហើយយើងក៏ខ្លួនឯងនេះក៏ឈឺទៀតខ្ញុំខ្វះជាតិស្ករខ្លាំងហើយឡើងឈាមសតែលើបានធូរបងប្អូនបានធូរស្រឡះខ្លួនហើយតែរៀងហើមមុខបងប្អូនរៀងហើមមុខឥឡូវនេះយើងនិយាយសាច់ការវិញខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនថានៅក្នុង YouTube channel របស់ខ្ញុំនេះខ្ញុំនឹងផុសមេរៀនតាក់ទងទៅនឹងការមើលថែមាន់ជាបានមាន់ប៉ុន្តែក៏សូមអធិស្ឋានបងប្អូនថាមិនមែនតាំងខ្លួនជាអ្នកចេះទេចង់ចែករំលែកអ្វីដែលខ្លួនឯងមានបទពិសោធន៍ទៅលើអ្វីយើងចែករំលែកនឹងដើម្បីដោះដូរបទពិសោធន៍គ្នាទេនឹងជម្រាបឲ្យហើយទាំងស្អីមកចេញខ្លួនឯងទៅដូចគ្រូទៅដូចអីមិនមែនទេហើយមួយទៀតគឺខ្ញុំនឹងធ្វើការផុសមាន់លក់នៅក្នុងនឹងដែរអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ Subscribe គឺ Subscribe ហើយទៅព្រោះអត់មានខាតអីបងប្អូនជួយ Subscribe Channel YouTube ខ្ញុំដើម្បីទទួលបានអត្ថប្រយោជន៍ទី1បងប្អូនទិញមកបានធូរខ្ញុំធានាថាមាត់ដែលខ្ញុំលក់ឲ្យបងប្អូននៅក្នុង YouTube គឺធូរជាងខ្ញុំលក់ក្នុង Page ព្រោះដើម្បីប្រម៉ូទ YouTube ខ្ញុំឲ្យឆាប់ឡើង Subscribe ពួកខ្ញុំអត់ដែរបានធ្វើ YouTube ឲ្យបានត្រឹមត្រូវជាប់លាប់ដូចគេបងប្អូនអញ្ចឹងខ្ញុំចង់ធ្វើ YouTube នេះមួយជា YouTube សម្រាប់យើងប្រើការប្រចាំថ្ងៃឬក៏រហូតតទៅអញ្ចឹងណាដូច Page ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅមើលអាចចូលទៅទិញបានអញ្ចឹងទៅហើយមួយទៀតគឺនៅក្នុង YouTube របស់យើងគឺអត់អាចផុសវីដេអូបញ្ឈរបានតែមានប្តីអញ្ចឹងទេអញ្ចឹងណាអញ្ចឹងបងប្អូនយើងដែលឆ្លាញ់ចូលចិត្តខ្ញុំបងប្អូនកុំភ្លេចជួយ follow ឬបើសិនជាមានចិត្តជួយ share ក៏បានដែរក៏ខ្ញុំអរគុណដែរបងប្អូនណាព្រោះខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួម support ព្រោះដោយសារថាវាជា channel YouTube ទី1ដែលខ្ញុំតាំងចិត្តធ្វើវាទាំងខ្ញុំអត់ដែរធ្វើទេអញ្ចឹងអត់ដឹងថាខុសត្រូវអត់ដឹងទេហើយខ្ញុំនឹងធ្វើវីដេអូចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ហើយនឹងវិស័យមួយនេះខ្ញុំចូលតាមវិធីណាហើយខ្ញុំចាប់ផ្ដើមពីចំណុចណាទៅអញ្ចឹងអានេះក៏ជា detail ខ្លះហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតចែករំលែកពីបទពិសោធន៍របស់ខ្ញុំអរគុណច្រើន